ថ្ងៃដំបូងនៃមេរៀននាងបានលើកកម្រាមដៃបង្ហាញអាថរឲ្យប្រាប់ថាដៃនេះអាចចាក់បំផ្លាញអ្វីមួយបានយ៉ាងងាយស្រួលត្រឹមប៉ះតែបន្តិចឬក៏អាចកោសយកមុខរបស់អាថរបានដែរដូច្នេះនាងបានសួរអាថរថាតើចង់ជ្រើសរើសយកមួយណារវាងពីរនេះជាការពិតអាថរមិនចង់ស្លាប់ទេដូច្នេះគាត់បានឆ្លើយថាគាត់ចង់ឲ្យប៉ះយ៉ាងស្រាលវិញស៊ីលវីបាននិយាយថាមនុស្សងាយនឹងត្រូវបានគ្រប់គ្រងដោយការចាប់និងការស្អប់ខ្ពើមដូច្នេះនាងមិនចង់ឃើញជីវិតមួយដែលនាងបានជួយសង្គ្រោះคล้ายទៅជាបែបនោះទេនៅពេលនោះអាថរមានអារម្មណ៍ថាមនុស្សនៅមុខគាត់ដូចជាដឹងរឿងអ្វីអំពីគាត់ទាំងអស់បន្ទាប់មកស៊ីលវីបានសួរម្ដងទៀតថាតើអាថរនឹងប្រើកម្លាំងរបស់ខ្លួនធ្វើអ្វីលើកនេះអាថរបានគិតយ៉ាងម៉ត់ចត់មុននឹងឆ្លើយថាគាត់ចង់ប្រើកម្លាំងរបស់ខ្លួនដើម្បីការពារមនុស្សដែលគាត់ស្រឡាញ់ចម្លើយនោះធ្វើឲ្យស៊ីលវីពេញចិត្តយ៉ាងខ្លាំងទន្ទឹមនឹងនោះនៅពេលនោះមានសត្វចម្លែកមួយដែលមានរូបរាងស្រដៀងនឹងស៊ីលវីយ៉ាងខ្លាំងវាដូចជាបានរកឃើញស៊ីលវីហើយបើត្រឡប់ទៅអតីតកាលរបស់ព្រះបាទក្រេនៅពិភពចាស់ទោះបីជាគាត់ជាស្ដេចក៏ដោយក៏មិនមានន័យថាគាត់កាន់អំណាចទាំងអស់នោះទេអ្នកដែលគ្រប់គ្រងប្រទេសពិតប្រាកដគឺជាសមាជិកក្រុមប្រឹក្សាហើយព្រះបាទក្រេគ្រាន់តែជាឧបករណ៍ដែលអាចត្រូវគេហៅប្រើនៅពេលចាំបាច់ប៉ុណ្ណោះអំពើហិង្សាទាំងនេះមិនមែនជាអ្វីដែលព្រះបាទក្រេចង់បាននោះទេដូច្នេះគាត់បាននិយាយថាគាត់ចង់លះបង់អំណាចនោះប៉ុន្តែបន្ទាប់ពីថ្ងៃនោះមិនយូរគាត់ត្រូវបានគេសម្លាប់ហើយបានកើតជាថ្មីនៅទីនេះគឺអាថរបន្ទាប់ពីវឹកហាត់អស់មួយរយៈទីបំផុតអាថរអាចគ្រប់គ្រងជំនាញក្នុងការប្រមូលផ្ដុំកម្លាំងបានគាត់អាចដឹងច្បាស់ពីភាពខុសគ្នានៃកម្លាំងដូច្នេះគាត់បានរត់ទៅអរគុណស៊ីលវីសម្រាប់ការបង្រៀនប៉ុន្តែភ្លាមនោះស៊ីលវីមានអារម្មណ៍ថាមាននរណាម្នាក់កំពុងមកដូច្នេះនាងបានរុញអាថរចូលទៅក្នុងគំនរថ្មហើយប្រាប់ឲ្យអាថរនៅស្ងៀមស្ងាត់អាថរមិនយល់ថាមានកើតអ្វីឡើយដូច្នេះគាត់បានលួចមើលហើយឃើញសត្វចម្លែកមួយដែលបានលេចចេញមកស៊ីលវីហាក់ដូចជាស្គាល់វាហើយក៏ភ្ញាក់ផ្អើលដែលវាអាចរកឃើញនាងនៅទីនេះបានសត្វចម្លែកនោះមិនចង់ខ្ជះខ្ជាយពេលវេលាដូច្នេះវាបានស្នើឲ្យស៊ីលវីតាមវាទៅជាមួយតែស៊ីលវីបានបដិសេធភ្លាមហើយវាក៏ចាប់ផ្ដើមវាប្រហារអាថរចង់ជួយប៉ុន្តែស៊ីលវីបានប្រើវេទមន្តដើម្បីទប់ឲ្យគាត់មិនអាចចេញមកបានសត្វចម្លែកព្យាយាមបញ្ចុះបញ្ចូលស៊ីលវីឲ្យសហការបើមិនដូច្នោះទេវានឹងសម្លាប់នាងប៉ុន្តែស៊ីលវីមិនខ្លាចឡើយនាងបានបញ្ចេញកម្លាំងរបស់ខ្លួនហើយបង្ហាញរូបរាងពិតតាមពិតទៅស៊ីលវីគឺជានាងពណ៌សហើយក្នុងរូបរាងនេះនាងអាចប្រើកម្លាំងដ៏អស្ចារ្យបាននាងបានបាញ់ថាមពលយ៉ាងធំទៅលើសត្វចម្លែកធ្វើឲ្យវាពិបាកទប់ទល់ប៉ុន្តែវាបាននិយាយថាការធ្វើបែបនេះគឺល្ងង់ខ្លៅព្រោះដោយសាររបួសចាស់ស៊ីលវីមិនទាន់ជាហើយមិនអាចរស់រានមានជីវិតបានទេប្រសិនបើនាងប្រើកម្លាំងខ្លាំងពេកទោះជាយ៉ាងណាស៊ីលវីមិនបានខ្វល់ឡើយនាងបាននិយាយថានាងបានរស់នៅយូរហើយនិងមានសុភមង្គលគ្រប់គ្រាន់ហើយនាងបានរុញសត្វចម្លែកទៅជញ្ជាំងប៉ុន្តែវាបានត្រឡប់មកវិញហើយវាប្រហារនាងជាបន្តបន្ទាប់ការវាប្រហារមួយទៀតប្រសិនបើស៊ីលវីគេចវានឹងប៉ះអាថរដោយផ្ទាល់ដូច្នេះនាងបានប្រើកម្លាំងទាំងអស់ដើម្បីប្រើវេទមន្តបញ្ឈប់ពេលវេលាពេលអ្វីជុំវិញឈប់មានចលនាស៊ីលវីបានហៅអាថរចេញមកដោយគ្មានពេលឲ្យពន្យល់អ្វីច្រើននាងបានបើកទ្វារវេទមន្តដែលនាងបានរៀបចំជាមុនប៉ុន្តែដោយសាររបួសធ្ងន់និងពេលវេលាមិនគ្រប់គ្រាន់ទ្វារនោះមិនអាចបញ្ជូនអាថរត្រឡប់ទៅផ្ទះដោយផ្ទាល់បានទេទោះជាយ៉ាងណានាងនៅតែជឿថាអាថរនឹងអាចរស់រានបាននិងរកផ្លូវត្រឡប់ផ្ទះវិញដោយសារជំនាញដែលនាងបានផ្ទេរឲ្យមុនចាក់ចេញស៊ីលវីបានផ្ដល់ស៊ុតមួយនិងស្លាបមួយឲ្យអាថរហើយប្រាប់ឲ្យគាត់ដកស៊ុតចេញពីស្លាបនិងថែរក្សាវាឲ្យបានល្អលើសពីនេះនាងបានដាក់ឆន្ទៈរបស់នាងលើរាងកាយអាថរជាសញ្ញាសម្គាល់លើដៃទាំងពីរអាថរមានភាពច្របូកច្របល់យ៉ាងខ្លាំងហើយស៊ីលវីក៏មិនមានពេលអាចពន្យល់បន្ថែមបានទេនាងគ្រាន់តែនិយាយថាថ្ងៃមួយគាត់នឹងដឹងពីរបៀបប្រើកម្លាំងនាងដោយខ្លួនឯងស៊ីលវីក៏បានសុំទោសផងដែរព្រោះតាមពិតទៅនាងអាចបញ្ជូនគាត់ត្រឡប់ទៅគ្រួសារបានប៉ុន្តែដោយសារតែនាងរីករាយដែលមានអ្នកនិយាយជាមួយនាងបានក្លាយជាមនុស្សអាត្មានិយមអាថរមានសេចយ៉ាងខ្លាំងព្រោះគាត់ដឹងថាគាត់មិនអាចមានកម្លាំងគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះស៊ីលវីឡើយហើយគាត់មិនខ្វល់ថានាងជានាគឬក៏ជាសត្វចម្លែកទេសម្រាប់គាត់នាងគឺជាសមាជិកគ្រួសារដ៏មានតម្លៃម្នាក់ផងដែរអាថរបាននិយាយថាស៊ីលវីដូចជាជីដូនរបស់គាត់អញ្ចឹងស៊ីលវីមិននឹកស្មានថាគាត់ហៅនាងថាជីដូនទេដូច្នេះនាងស្រក់ទឹកភ្នែកតក់ហើយសោកស្ដាយដែលមិនអាចជួបគ្នាម្ដងទៀតបានដោយសារពេលវេលានៅសល់មិនច្រើននាងបានឲ្យអាថរចូលទៅកាន់ទ្វារវេទមន្តអាថរយល់ពីស្ថានភាពដូច្នេះគាត់បានយកអំណោយទាំងអស់ហើយឆ្លងកាត់ទ្វារនោះទៅនៅវិនាទីចុងក្រោយគាត់បានផ្លាស់ប្ដូរគំនិតហើយអង្វរស៊ីលវីឲ្យទៅជាមួយប៉ុន្តែនាងមិនអាចធ្វើវាបានទេដូច្នេះនាងបានបិទទ្វារនោះភ្លាមពេលវេលាបានបន្តបើកវិញស៊ីលវីត្រូវបានវាប្រហារយ៉ាងធ្ងន់ហើយដួលទៅលើដីសត្វចម្លែកនោះមិនជឿថានាងស្លាប់ទេប៉ុន្តែពេលវាត្រឡប់ដើមមើលស៊ីលវីបានបំផ្ទុះថាមពលចុងក្រោយដុតបំផ្លាញវានឹងអ្វីទាំងអស់ខណៈអាថរកំពុងត្រូវបានបញ្ជូនគាត់បានរសារចុងក្រោយរបស់ស៊ីលវីដែលនៅតែបន្លឺក្នុងចិត្តគាត់ធ្វើឲ្យគាត់សោកស្ដាយយ៉ាងខ្លាំងនាងបានប្រាប់ឲ្យគាត់ដឹងថារឿងរ៉ាវបែបនេះនឹងបន្តកើតមានទៀតហើយត្រូវផ្លាស់ប្ដូរខ្លួនឯងឲ្យខ្លាំងដើម្បីធ្វើឲ្យពិភពលោកកាន់តែល្អមិនយូរប៉ុន្មានអាថរបានភ្ញាក់ឡើងនៅក្នុងព្រៃគាត់បានសន្យាថានឹងបំពេញបំណងរបស់ស៊ីលវីប៉ុន្តែរឿងទី1គាត់ត្រូវរកផ្លូវចេញពីព្រៃនេះសិនពេលនោះអាថរសម្លេងស្រែកឲ្យជួយអាថរបានរត់យ៉ាងលឿនអាថរលោតពីដើមឈើមួយទៅមួយទៀតហើយគាត់បានឮសម្លេងមនុស្សជាច្រើនប៉ុន្តែពេលចុះពីដើមឈើគាត់បានឃើញថាពួកនោះគឺជាចោរ4នាក់ដែលបានចាប់ក្មេងស្រីម្នាក់ដើម្បីលក់ជាទាសករពួកវាបានបោះក្មេងស្រីចូលក្នុងរទេះហើយរៀបចំចាក់ចេញពីព្រៃឃើញដូច្នេះអាថរមានទាំងកំហឹងនិងសោកស្ដាយប៉ុន្តែគាត់ចង់ចាំពាក្យណែនាំរបស់ស៊ីលវីដូច្នេះគាត់បានស្ងប់ចិត្តហើយតាមដានពួកវារហូតដល់ថ្ងៃលិចអាថរអាចជ្រើសរើសតាមពួកវាទៅកាន់ទីក្រុងមនុស្សដោយប្រុងប្រយ័ត្ននិងសុវត្ថិភាព